សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀបចំធ្វើជាហួយបងប្អូនដាក់ដូងមួយផ្លែស្ករ1គីឡូហើយម្សៅជាហួយមួយកញ្ចប់ហើយនឹងអំបិលតិចហើយឥឡូវដូងខ្ញុំច្របាច់ហើយដាក់ចំនួនទឹក4លីត្រព្រោះម្សៅហួយថ្មីដាក់ទឹក4លីត្របងប្អូនហើយលាយចូលគ្នាទាំងអស់យើងកូរណាអំបិលយើងដាក់ម៉ាក់ល្មមកុំដាក់តិចពេកក៏កុំដាក់ច្រើនពេកហើយពេលឥឡូវយើងដាក់កូរលើភ្លើងបងប្អូនកូរប្រយ័ត្នខ្លោចបាតបងប្អូនព្រោះម្សៅជាហួយវាកកដូចនេះចឹងណាបងប្អូនថ្លាហើយឥឡូវថាកូរពុះល្មមហើយឥឡូវក៏ខ្ញុំចាក់ដាក់កែវណាបងប្អូនកែវខ្ញុំមានអាគម្របជាប់រឿងយ៉ាតិចតែមិនជាបញ្ហាយើងធ្វើយើងយូរតិចទៅណាបងប្អូនយើងប្រុងប្រយ័ត្នខ្លាចកំពុះហើយនេះធ្វើលើកទី1ណាបងប្អូនរឿងថាមើលទៅមិនសូវទំនងទៅហួយខ្ញុំតែយ៉ាងណាក៏ហូបអស់ណាបងប្អូនខ្ញុំក៏ចូលចិត្តកូនខ្ញុំក៏ចូលចិត្តចឹងណាបងប្អូនហើយបងប្អូនចូលចិត្តទេខ្ញុំចង់ដាក់លាយខ្នុរហើយដូងចាស់ឲ្យមានបានណាបងប្អូនវីវក់ភ្លេចទិញអាដូងក៏បានទិញហើយខ្នុរក៏បានទិញធ្វើចឹងតែម្ដងបងប្អូនមិនក៏ហូបកើតខាងឲ្យយើងចង់បងប្អូនមិនចាំបាច់ដាក់ខ្នុរដាក់ដូងចាស់ទៀតទេបានដូងចាស់ទៀតអាកោសសាច់នោះហើយដូងឯខ្នុរទុំទៀតនឹងជាតិយ៉ាងណាទេបងប្អូនតែប៉ុណ្ណេះក៏ហូបអស់ហើយខ្ញុំមិនចូលចិត្តដង3 4ដង3 4មានសល់តិចខ្ទេចអស់លីងហូបទៅអស់កូនខ្ញុំដង3 4ដង3 4ណាចំណេះចូលចិត្តតែគាត់ថាមិនដែលបានធ្វើដឹងថាយើងចំណាយពេលហើយណាបងប្អូនយើងជាប់ធ្វើការពេលខ្លះអាទិត្យយើងទំនេរតែមួយថ្ងៃចឹងណាកាលណាយើងធ្វើឲ្យច្រើនយើងអត់មានពេលសម្រាកចឹងថាទុកពេលវេលាឲ្យខ្លួនយើងសម្រាកបានខ្លះចឹងណាបងប្អូនតែថ្ងៃនេះនឹកឃើញចង់ហូបទិញគេថាវាបានហូបតិចពេកអានេះអស់ច្រើនតែចង់ថាយើងបានហូបក្រុមគ្រួសារបានច្រើនគ្នាឥឡូវហួយខ្ញុំនៅមិនតិចទៀតចិត្តហើយបងប្អូនហើយបងប្អូនចូលចិត្តទេបើជាហួយគេធ្វើដាក់លាយមានវិធីផ្សេងទៀតបងប្អូនអាចខមមិនខាងក្រោមប្រាប់ខ្ញុំបានណាធ្វើមិនឆ្ងាញ់ចឹងណាហើយនេះអ្នកម្ដាយខ្ញុំក៏មកមើលថាកូនកំពុងធ្វើអីចឹងណារាល់ថ្ងៃនៅជាមួយពុកម្ដាយចាស់តែគាត់បានជួយសម្រួលកិច្ចការងារច្រើនណាបងប្អូនគាត់ចាស់មែនតែគាត់ប៉ាន់ជើងក្មេងៗទៀតនៅក្មេងៗឥឡូវខ្ជិលបងប្អូនចាស់ពីដើមគាត់អាសាណាប្រាប់គាត់ឲ្យនៅស្ងៀមក៏គាត់មិននៅស្ងៀមណាបងប្អូនតែឥឡូវហួយខ្ញុំចាក់ចិត្តហើយនៅមិនតិចទៀតបងប្អូនហើយតែប៉ុណ្ណឹងទៅទុកឲ្យត្រជាក់គោកទៅយើងដាក់ឡាសេក្នុងទូនេះគោបងប្អូនទៀតយើងដាក់ក្នុងទូដល់ជាតិឆ្ងាញ់តែម្ដង